អូអ្នកទាំងអស់គ្នាសាកសម័យមើលថាយើងចិញ្ចឹមសត្វឆ្កែរបស់យើងអីអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងយើងដឹងពីសត្វរបស់យើងថាវាមិនអីមិនហើយស្រាប់តែថ្ងៃមួយដូចវីដេអូខាងលើនេះចឹងអ្នកទាំងអស់គ្នាដែលឮរឿង skin walker ដែលមានដូចជាមានបិសាចមកប្រឡាំងខ្លួនធ្វើជាសត្វរបស់យើងអញ្ចឹងណាអ្នកទាំងអស់គ្នាបុរសខាងលើនេះគឺគាត់បានព្យាយាមតេស្តទៅលើសត្វរបស់គាត់ដែលគាត់សង្ស័យថាសត្វរបស់គាត់នឹងដូចជាមែនដូចឆ្កែអញ្ចឹងអ្នកទាំងអស់គ្នាដូចមិនមែនឆ្កែរបស់គាត់ព្រោះឆ្កែរបស់គាត់ដឹងថារាល់ថ្ងៃឆ្កែរបស់គាត់ចរិតមិនអីមិនអីអញ្ចឹងណាហើយគាត់ក៏បានតែទៅលើឆ្កែរបស់គាត់សួរដោយឲ្យបវលមកជុំឬក៏ឲ្យធ្វើអ្វីដែលគាត់ប្រាប់ចឹងណាហើយឆ្កែហ្នឹងក៏ធ្វើតាមទាំងអស់អ្នកទាំងអស់គ្នាហើយគាត់ក៏បាននិយាយថានៅពេលដែលឆ្កែហ្នឹងវាធ្វើតាមចឹងទៅគាត់ក៏បាននិយាយថាឆ្កែរបស់គាត់គឺមិនមែនចឹងឯងគឺអត់អាចនឹងចឹងដល់ន័យថាឆ្កែរបស់គាត់អត់ដល់ថ្នាក់អាចធ្វើអញ្ចឹងបានណាអ្នកទាំងអស់គ្នាហើយគាត់ក៏បានព្យាយាមទាញទ្វារបិទតែម្ដងអ្នកទាំងអស់គ្នាហើយគាត់ក៏បាននិយាយថាគាត់នឹងខទៅប៉ូលីសគាត់នឹងនិយាយរឿងហេតុការណ៍អីអញ្ចឹងណាហើយអ្នកទាំងអស់គ្នាអ្វីដែលភ្ញាក់ផ្អើលនោះគាត់ក៏បានព្យាយាមរត់ចូលទៅក្នុងបន្ទប់តែគាត់បិទទ្វារហ្នឹងស្រាប់មកទូក្រោយមកគាត់ក៏ឡៃទៅខាងក្រោយគាត់ដូចជាក្នុងបន្ទប់របស់គាត់ហ្នឹងគាត់ក៏បានឃើញឆ្កែរបស់គាត់នៅក្នុងនឹងអ្នកទាំងអស់គ្នាអញ្ចឹងអាឆ្កែដែលនៅខាងក្រៅមិញហ្នឹងគឺជាអ្វីអ្នកទាំងអស់គ្នាទាំងដែលឆ្កែរបស់គាត់ហ្នឹងគឺគាត់នៅក្នុងបន្ទប់មួយគាត់ដល់ពេលអញ្ចឹងគាត់ឡើងភ្ញាក់ផ្អើលឃើញគាត់អ្នកទាំងអស់គ្នា Oh my god ចុះហើយអ្នកទាំងអស់គ្នាអាពេលដែលគាត់ទាញទ្វារបិទមុននឹងដែលឆ្កែនៅខាងក្រៅនេះដែលដូចរូបរាងឆ្កែរបស់គាត់ហ្នឹងគាត់ព្យាយាមឲ្យវាធ្វើតាមអ្វីដែលគាត់ធ្វើហើយឆ្កែនឹងវាធ្វើតាមហើយគាត់ក៏បានទាញទ្វារបិទវិញដោយសារគាត់គិតថាហ្នឹងមិនមែនឆ្កែរបស់គាត់ឆ្កែហ្នឹងក៏បានព្យាយាមខ្ញៅអ្នកទាំងអស់គ្នាវាថាយើងទាញទ្វារបិទហើយវាព្យាយាមចង់ចូលមកចិត្តយើងណាអ្នកទាំងអស់គ្នាអូយមិនមែនសម័យអត់ចាញ់ទេអ្នកទាំងអស់គ្នាអាពេលថាឆ្កែរបស់យើងដឹងថាវាមិនអីមិននៅសុកស្រាប់តែថ្ងៃមួយវាមានអារម្មណ៍ខុសប្រក្រតីយើងក៏ចង់តេស្តវាហើយដល់ពេលតេស្តទៅគឺយើងក៏បានដឹងថានោះមិនមែនឆ្កែរបស់យើងហើយដល់ពេលបុរសហ្នឹងក៏ហត់ចូលទៅក្នុងបន្ទប់របស់គាត់ក៏បានឃើញឆ្កែរបស់គាត់គឺនៅក្នុងបន្ទប់ដល់ពេលអញ្ចឹង Oh my god